ប្រាសាទមេបុណ្យខាងលិចជាប្រាសាទបុរាណខ្មែរមានទីតាំងស្ថិតនៅលើដីទួលមួយកន្លែងចំកណ្ដាលបារាយណ៍ខាងលិចក្នុងខេត្តសៀមរាបប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅអំឡុងពាក់កណ្ដាលសតវត្សទី11នៃគ្រិស្តសករាជក្នុងរាជ្យព្រះបាទទូតយាទិត្យវរ្ម័នទី2ឆ្នាំ1049-1066ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ព្រះអង្គនៅសតវត្សទី11ប្រាសាទនេះមានលក្ខណៈប្លែកពិសេសសំណង់ប្រាសាទផ្សំឡើងដោយកំពែងមួយជាន់ធ្វើអំពីថ្មភក់ហ៊ុមព័ទ្ធស្រះទឹកធំមួយដែលគេជីកនៅលើដីទួលនោះកំពែងខាងកើតត្រូវបានគេរចនាជាថែវមានបង្អួចធំល្មមស្ថិតនៅដាច់ពីគ្នានិងមានគោបុរៈចូលចំនួន3មួយនៅចំកណ្ដាលនិងពីរទៀតនៅចុងសងខាងនៃថែវនៅចំកណ្ដាលស្រះទឹកខាងក្នុងមានសំណង់មួយធ្វើអំពីថ្មភក់មានរាងមូលរបៀបដូចជាអណ្ដូងទឹកមានអង្កត់ផ្ចិតប្រហែល3ម៉ែត្រតាមរយៈការធ្វើកំណាយនៅឆ្នាំ1939គេបានរកឃើញរូបបដិមាមួយអង្គក្នុងឥរិយាបថផ្ទុំពណ៌ជាព្រះវិស្ណុស្ថិតនៅប្រាសាទមេបុណ្យខាងលិចយោងតាមការបកស្រាយរបស់លោកជីវតាខ្វាន់បេសកជននៃចក្រភពចិនដែលបានមកដល់ទីក្រុងអង្គរនៅអំឡុងឆ្នាំ1295បានបញ្ជាក់ថាប្រាសាទមេបុណ្យខាងលិចត្រូវបានស្ថាបនាឡើងស្របតាមអត្ថន័យនៃរឿងកំណើតព្រះព្រហ្មពីព្រោះតាមដំណើររឿងនេះមុនការលេចឡើងនៃពិភពថ្មីព្រះវិស្ណុទ្រង់បានផ្ទុំធ្វើសមាធិលើពួកអនន្តៈបណ្ដែតខ្លួនលើផ្ទៃទឹកសមុទ្រអស់កាលដ៏យូរបន្ទាប់មកមានឈូកមួយដាំដុះចេញពីផ្ចិតរបស់ព្រះអង្គហើយនៅលើផ្កាឈូកនោះមានលេញចេញរូបព្រះព្រហ្មទ្រង់កំពុងគង់ធ្វើសមាធិដែលបង្ហាញពីការកើតភពថ្មីមួយនៅក្នុងឆ្នាំ1938នៅក្នុងបរិវេណប្រាសាទនេះត្រូវបានគេធ្វើកំណាយរកឃើញនៅរូបព្រះវិស្ណុផ្ទុំធំមួយធ្វើអំពីសំរិទ្ធមួយកំណាត់ខ្លួនចាប់ពីដើមទ្រូងឡើងដល់ព្រះកេសការសង្គ្រោះប្រាសាទមេបុណ្យខាងលិចដំបូងត្រូវបានធ្វើឡើងក្នុងអំឡុងទសវត្សរ៍ឆ្នាំ1920កាលនោះប្រាសាទនេះមានការបាក់បែកមួយផ្នែកធំនិងគ្របដណ្ដប់ដោយរុក្ខជាតិនិងល្បាប់ចាក់បង្គោលក្នុងរយៈពេលជិត1000ឆ្នាំរចនាសម្ព័ន្ធដែលសរំលេចឲ្យឃើញនៅការតុបតែងនិងចម្លាក់លិបនៃរចនាបថបាពួនដែលធ្វើឲ្យយើងសន្និដ្ឋានបានថាប្រាសាទនេះត្រូវបានកសាងឡើងនៅពាក់កណ្ដាលទី2នៃសតវត្សទី11ទោះបីជាគ្មានអត្ថបទធ្វើជាសេចក្តីសន្និដ្ឋានក៏ដោយនៅខែធ្នូឆ្នាំ1936ខណៈប្រាសាទនេះត្រូវបានលួចគាស់កាយជាច្រើនអ្នកភូមិម្នាក់បានមករកអ្នកអភិរក្សអង្គរក្នុងតំណែងគឺលោក Harry Marshall បាននិយាយថាព្រះពុទ្ធបានពន្យល់សព្វគាត់ឲ្យយកព្រះអង្គចេញពីដីគាត់ក៏បានទៅដល់កូនកោះកណ្ដាលប្រាសាទមេបុណ្យខាងលិចហើយបន្ទាប់ពីជីកក្នុងអណ្ដូងនៅកណ្ដាលគាត់បានរកឃើញព្រះសិវៈនិងព្រះកាយមួយផ្នែកធំនៃព្រះវិស្ណុផ្ទុំធំព្រះបដិមាធំនេះដែលមានប្រវែងជាង4ម៉ែត្រនៅតែជាភស្តុតាងតែមួយគត់នៃសិល្បៈធ្វើអំពីលោហៈធំនៅអង្គរដល់សព្វថ្ងៃ